ពេលកំពុងបោះសម្អាតទីធ្លាលោកតាស្រាប់តែមានអារម្មណ៍ចង់លេងដូចកូនក្មេងបានកាប់ស្លឹកឈើដែលលោកយាយខំប្រឹងបោះរួចបាច់វាទៅលើលោកយាយដែលជាមនុស្សស្រឡាញ់ភាពស្អាតបាតតែលោកយាយដែលប្រឡាក់ធូលីពេញមុខមិនត្រឹមតែមិនខឹងនោះទេថែមទាំងញឹមបិទមាត់មិនចិត្តហើយកាប់ស្លឹកឈើបាច់ទៅលើលោកតាវិញដូចគ្នាត្រឹមតែមួយពព្រិចភ្នែកទីធ្លាដែលអ្នកទាំងពីរខំប្រឹងបោះពេញមួយរសៀលក៏ប្រែជារីប៉ាយម្ដងទៀតស្មានតែរឿងនេះធ្វើឲ្យអ្នកទាំងពីរឆ្លោះគ្នាធំទៅហើយតែលោកតាបែរជាបង្ហាញកែវភ្នែកពោពេញដោយក្តីស្រឡាញ់ការស្បៃរឿងប៉ុន្មានតុងពីសួនផ្កាហត់ទៅឲ្យលោកយាយយ៉ាងថ្នាក់ថ្នមព្រមទាំងប្រាប់គាត់ដោយស្មោះត្រង់ថានៅក្នុងបេះដូងរបស់គាត់គ្មានផ្កាព្រៃដ៏ក្រអូបណាមួយអាចប្រៀបធៀបនឹងលោកយាយបានឡើយនៅពេលដែលលោកយាយសួរដោយក្តីសង្ស័យលោកតាបានឆ្លើយតបដោយមិនស្ទាក់ស្ទើរគាត់ប្រាប់លោកយាយថាទោះបីជាគាត់មានអាយុប៉ុន្មានឬមានស្នាមជ្រួញប៉ុន្មាននៅលើមុខក៏ដោយសម្រាប់គាត់លោកយាយនៅតែជាមនុស្សដែលស្រស់ស្អាតបំផុតប៉ុន្តែពេលលើបែបនេះលោកយាយបែរជាមានទឹកមុខក្រៀមក្រំទៅវិញសមត្ថភាពរបស់មនុស្សប្រុសរឿងប្រុសស្រីនៅលីវច្បាស់ណាស់ពាក្យនេះគឺជាវិធីដែលលោកយាយលួងលោមលោកតាហើយវាក៏ជាការដកដង្ហើមធំនឹងត្អូញត្អែចំពោះជីវិតផងដែរលោកយាយអាយុ89ឆ្នាំនិងលោកតាអាយុ93ឆ្នាំបានរួមរស់ជាមួយគ្នាឆ្លងកាត់រដូវកាលជាង70ឆ្នាំមកហើយជីវិតដែលឆ្លងកាត់ភាពលំបាកលំបិនជាង70ឆ្នាំនេះមិនបានធ្វើឲ្យមនោសញ្ចេតនារបស់ពួកគាត់សាបរលាបបន្តិចសោះឡើយប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើនឡើងពួកគាត់ក៏ដឹងយ៉ាងច្បាស់ថាពេលវេលាដែលនៅសេសសល់សម្រាប់កំដរគ្នាទៅវិញទៅមកគឺមានតិចតួចណាស់ទោះបីជាពួកគាត់ទាំងពីរតែងតែមើលស្រាប់ចំពោះសេចក្តីស្លាប់ដែលមនុស្សគ្រប់គ្នាខ្លាចចោលក៏ដោយតែពេលគិតថាសេចក្តីស្លាប់នឹងធ្វើឲ្យពួកគាត់បែកគ្នាពួកគាត់តែងតែធ្លាក់ក្នុងភាពសោកសៅយ៉ាងជ្រាលជ្រៅប្រហែលជាដើម្បីបំបត្តិនៅភាពភ័យខ្លាចនៃការបាត់បង់មនុស្សជាទីស្រឡាញ់គ្រប់ពេលវេលានេះហើយលោកតាដែលមានចរិតនឹងចាស់ទុំបានចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងដោយមិនដឹងខ្លួនគាត់តែងតែធ្វើខ្លួនដូចជាកូនក្មេងដែលមិនព្រមធំនៅក្បែរលោកយាយជានិច្ចភាពក្មេងខ្ចីនិងគួរឲ្យស្រឡាញ់របស់គាត់ប្រៀបដូចជាសត្វឃ្មុំដែលខំប្រឹងក្រេបទឹកដងហោះហើរក្រវែលជុំវិញកាប់តខ្លួនរបស់វាជានិច្ចដោយមិនចង់ឃ្លាតឆ្ងាយពេលយប់ស្ងាត់ជ្រុងចូលមកដល់លោកយាយតែងតែខ្លាចភាពងឹតនៅខាងក្រៅពេលទៅបន្ទប់ទឹកម្នាក់ឯងលោកតានឹងទៅកំដរភរិយាជានិច្ចទោះបីជាច្រើនទៅវត្តមកហើយក៏ដោយគាត់ថែមទាំងច្រៀងចម្រៀងដែលគាត់ចូលចិត្តដើម្បីលើកទឹកចិត្តលោកយាយទៀតផងពេលចេញមកវិញលោកយាយតែងតែសួរនាំពីសុខភាពរបស់លោកតាដោយក្តីបារម្ភថាតើគាត់អាចទ្រាំនឹងភាពត្រជាក់ក្នុងរដូវរងានេះបានដែរតែលោកតាគ្រាន់តែប្រាប់គាត់ដោយមោទនភាពថាឲ្យតែអាចកំដរនៅក្បែរគាត់មិនមានអារម្មណ៍ថារងាបន្តិចសោះឡើយពួកគាត់ទាំងពីរមិនដែលលាក់លៀមពាក្យពេចន៍អែមល្ហែមដាក់គ្នាឡើយហើយក៏តែងតែបង្ហាញក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនោះប្រាប់ទៅកាន់គ្នាទៅវិញទៅមកដោយឥតលាក់លៀមពេលវេលាបានកន្លងផុតទៅយ៉ាងស្ងៀមស្ងាត់នៅក្បែរពួកគាត់មើលពួកគាត់តាំងពីនៅក្មេងវ័យរហូតដល់សក់ស្កើពេញក្បាលការនៅក្មេងអស់ដែលធ្លាប់តែលើកបានដោយដៃម្ខាងឥឡូវនេះត្រូវដើរបណ្ដាសម្រាប់បណ្ដាប៉ុន្តែលោកតានៅតែរ៉ាប់រងការងារទាំងអស់តែម្នាក់ឯងលោកយាយគ្រាន់តែដើរតាមគាត់ដោយក្តីសុខសាន្តលោកតាតែងតែនិយាយលេងថាគាត់ចង់រស់ដល់អាយុ100ឆ្នាំដល់ពេលនោះនៅតែចង់ឲ្យលោកយាយធ្វើម្ហូបឲ្យគាត់ញ៉ាំពេលនោះលោកយាយនិយាយថាខ្ញុំមិនបំរើអ្នកទៀតទេប៉ុន្តែជ្រក់ដែលលោកតាចង់ញ៉ាំគ្រាន់តែមកដល់ផ្ទះភ្លាមលោកយាយក៏ចាប់ផ្ដើមរៀបចំភ្លាមទោះបីជាលោកយាយធ្វើអ្វីក៏ដោយលោកតាតែងតែសរសើរថាឆ្ងាញ់បើគាត់ចូលចិត្តគាត់នឹងញ៉ាំច្រើនបើមិនសូវចូលចិត្តគាត់ញ៉ាំតិចបន្តិចរដូវរងាបានមកដល់យ៉ាងលឿននៅក្នុងទីធ្លាពោពេញដោយព្រឺយ៉ាងក្រាស់លោកយាយគេថាបើញ៉ាំព្រឺភ្នែកនឹងកាន់តែភ្លឺច្បាស់គាត់ក៏ពុះព្រឺមួយដុំបញ្ចុកលោកតាពួកគាត់បញ្ចុកគ្នាទៅវិញទៅមកក្រោយពេលញ៉ាំរួចលោកតាក៏អ៊ូថាគាត់អាចមើលឃើញដល់ម្ខាងទៀតនៃភ្នំលោកយាយសើចចង្អឹកដោយសារពាក្យសម្ដីគាត់មិនយូរប៉ុន្មានពួកគាត់ក៏លេងចោលព្រឺដាក់គ្នានៅក្នុងទីធ្លាលោកយាយកាន់ព្រឺមួយដុំហើយប្រាប់ថានេះគឺជាលោកតាក៏ពុះព្រឺមួយដុំប្រាប់ថាជាលោកយាយដូចគ្នាពួកគាត់បានសង់រូបមនុស្សព្រឺពីរនៅក្នុងទីធ្លាលោកយាយត្អូញត្អែថាគាត់ត្រជាក់ដៃលោកតាក៏កាន់ដៃគាត់យកមកផ្លុំខ្យល់កម្ដៅជិតដល់ចូលឆ្នាំថ្មីកូនក៏នាំគ្នាត្រឡប់មកផ្ទះវិញផ្ទះក៏ប្រែជាអ៊ូអរភ្លាមសំឡេងសើចក្អាកក្អាយលាន់ពេញផ្ទះឲ្យតែមនុស្សចាស់ទាំងពីរនៅមានជីវិតទីនេះគឺតែងតែជាជំរកផ្លូវចិត្តរបស់កូនជានិច្ចប៉ុន្តែថ្ងៃល្អមិនមានយូរឡើយឆ្នាំនោះរូបមនុស្សព្រើលដែលលោកយាយសង់បានធ្លាក់ភ្នែកម្ខាងសុខភាពលោកតាក៏កាន់តែទ្រុឌទ្រោមទៅពេលយប់ជំងឺហឺតរបស់លោកតារឡើងគាត់ក្អកពេញមួយយប់លោកតាចាប់ផ្ដើមខ្លាចថ្ងៃដែលគ្មានពន្លឺប្រហែលជាថ្ងៃណាមួយគាត់មិនអាចភ្ញាក់ឡើងវិញបានឡើយជាធម្មតាដើម្បីសន្សំភ្លើងម៉ោង10យប់គឺបិទភ្លើងហើយតែឥឡូវបើកចោលពេញមួយយប់លោកយាយបារម្ភពីលោកតាតែងតែចាំឲ្យគាត់គេងលក់សិនទើបសុខចិត្តគេងប៉ុន្តែគាត់មិនដឹងទេថាពេលគាត់គេងលក់លោកតាតែងតែលួចបើកភ្នែកឡើងហើយអង្អែមុខលោកយាយថ្នមនេះគឺជាមនុស្សដែលគាត់ស្រឡាញ់តាំងពីក្មេងនៅក្នុងក្រសែភ្នែកលោកតាលាក់បង្កប់នៅក្តីអាឡោះអាល័យយ៉ាងច្រើនសុខភាពគាត់កាន់តែខ្សោយទៅពេលនេះដើរតែពីជំហានក៏ត្រូវសម្រាកយូរដែរប៉ុន្តែគាត់មិនព្រមលែងដៃលោកយាយសូម្បីតែមួយវិនាទីពួកគាត់មកផ្សារដើម្បីទិញខោអាវនេះគឺជាកាដូសម្រាប់កូនដែលបានស្លាប់ទៅមួយជីវិតនេះលោកតានិងលោកយាយមានកូន12នាក់មាន6នាក់បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមលោកយាយមើលសម្លៀកបំពាក់កុមារដ៏ស្រស់ស្អាតទាំងសោកស្ដាយកូនដ៏កំសត់របស់គាត់មិនដែលមានឱកាសស្លៀកពាក់ខោអាវល្អបែបនេះសោះលោកយាយបានសន្យាជាមួយលោកតាថាទោះបីជាអ្នកណាទៅទីនោះមុនត្រូវតែយកខោអាវទៅឲ្យកូននិងជួយស្លៀកពាក់ឲ្យពួកគេមិនយូរប៉ុន្មានឆ្កែដែលតែងតែកំដរមនុស្សចាស់ទាំងពីរក៏បានស្លាប់ដោយសារភាពចាស់ចរាដែរពួកគាត់ទាំងពីរបានត្រឹមតែទប់ទឹកភ្នែកយកឆ្កែទៅកប់សម្រាប់មនុស្សចាស់ទាំងពីរឆ្កែមួយក្បាលនេះប្រៀបដូចជាការកំដរដ៏យូរអង្វែងមួយមិននឹកស្មានថាវាចាក់ចេញទៅលឿនយ៉ាងនេះសោះលោកយាយបានត្រឹមតែលួងលោមខ្លួនឯងថាប្រហែលជាឆ្កែដឹងថាលោកតានឹងចាក់ចេញទៅក្នុងពេលឆាប់នេះទើបវាចេញទៅមុនទៅទីនោះដើម្បីមើលផ្លូវទុកមុនខ្លាចថាលោកតាវង្វេងឬមិនទម្លាប់នឹងបរិស្ថាននៅទីនោះលោកយាយគិតថាទេវតានៅតែថែរក្សាពួកគាត់ប៉ុន្តែគាត់សង្ឃឹមថាទេវតានឹងអាចជួយគាត់ម្ដងទៀតនោះគឺប្រសិនបើលោកតាពិតជាចាក់ចេញទៅមែនគាត់សូមអាចទៅតាមលោកតាពីក្រោយភ្លាមការយល់សប្តិរបស់មនុស្សចាស់ពិតជាឈុតមែនថ្ងៃនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងលោកតាក្អកមិនឈប់សោះហើយចេះតែក្អកបន្តរហូតដល់ព្រឹកថ្ងៃបន្ទាប់លោកតាក៏ចាប់ផ្ដើមដេកដួលលើគ្រែមិនអាចងើបបានកូនស្រីពៅដែលមិនបានមកផ្ទះច្រើនឆ្នាំខំប្រឹងឆ្លៀតពេលមកមើលឪពុកម្ដាយតែមិននឹកស្មានថានេះជាលើកចុងក្រោយសោះសូមជូនពរអ្នកកូនពេលឮថាឪពុកលេបថ្នាំលេងមានប្រសិទ្ធភាពហើយពេលនោះក៏ចាប់ផ្ដើមមានអារម្មណ៍សោកស្ដាយពេលដែលគាត់នៅមានសុខភាពល្អអាចធ្វើសកម្មភាពដោយសេរីបានមិនក៏មិនព្រមធ្វើជាកូនកញ្ញោចំពោះគាត់ប៉ុន្តែមនុស្សយើងតែងតែបែបនេះពេលបាត់បង់ទើបចេះសោកស្ដាយម្នាក់នាំគ្នាយំសោកបោកខ្លួនមនុស្សចាស់តែងតែបែបនេះទោះបីជាដឹងពីស្ថានភាពរបស់ខ្លួនឯងតែនៅតែបន្តបារម្ភពីកូនបារម្ភពីអនាគតរបស់ពួកគេប៉ុន្មានថ្ងៃនេះលោកយាយក៏មិនបាននៅទំនេរដែរគាត់ខ្លាចថាលោកតាទៅដល់ទីនោះមិនអាចបែងចែកដាច់រវាងខោអាវរដូវរងានិងរដូវក្តៅគាត់ក៏ចាត់ថ្នាក់ខោអាវឲ្យលោកតាម្ដងមួយរៀងខ្លួនរួចបោះវាចូលទៅក្នុងភ្លើងដើម្បីដុតបញ្ជូនទៅក្តីស្រឡាញ់មួយជីវិត
បងធំតាអ្នកចង់លើកទឹកចិត្តខ្ញុំឲ្យម្នាក់មួយចំណែកឬតើគ្រួសារយើងគួរធ្វើអ្វីបន្តក្រោយពេលចាត់ចែងរឿងរួចរាល់លោកយាយសួរលោកតាថាមិនស្រួលខ្លួនត្រង់ណាតែលោកតាមិនអាចនិយាយរួចទៀតទេបានត្រឹមតែយកចង្អុលដៃចង្អុលប្រាប់កន្លែងតាមពិតលោកយាយជាចាប់ដោយគេចាក់ទម្លុះបេះដូងព្រោះគាត់មិនអាចជួយអ្វីបានសោះគាត់គ្រាន់តែសង្ឃឹមថាលោកតានឹងអាចចាក់ចេញទៅដោយស្ងប់សុខគាត់ក៏ដើរមកមាត់ទន្លេម្នាក់ឯងបួងសួងសុំទេវតាកុំឲ្យលោកតាចាក់ចេញទៅដោយការជិះចាប់ហើយក៏សង្ឃឹមថាអាចនាំគាត់ទៅជាមួយក្នុងពេលឆាប់នេះដែរព្រោះលោកយាយពិតជាមិនអាចរស់នៅខ្វះលោកតាបានទេប៉ុន្មានថ្ងៃចុងក្រោយនេះលោកតាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកយាយបានត្រឹមតែបើកភ្នែកមើលរឿងរ៉ាវទាំងអស់នេះហើយក៏បានត្រឹមតែបង្ហូរទឹកភ្នែកដោយស្ងៀមស្ងាត់នៅក្បែរនោះទោះបីជាលោកយាយដឹងថាថ្ងៃនេះគង់តែនឹងមកដល់ក៏ដោយប៉ុន្តែលោកយាយនៅតែមិនដាច់ចិត្តគាត់ក៏ដើរត្រឡប់មកផ្ទះវិញម្នាក់ឯងបោះសម្អាតផ្ទះសម្បែងគ្រប់ច្រកល្ហករួចក៏បោកពួកសម្លៀកបំពាក់កាន់ទុកដែលបានរៀបចំទុកជាមុនរួចរាល់ទើបត្រឡប់ទៅមន្ទីរពេទ្យវិញដើម្បីកំដរលោកតាឆ្លងកាត់ថ្ងៃចុងក្រោយទាំងនេះ How do we get dead or none of them or mentions ពីមុនលោកតាតែងតែនិយាយថាជីវិតមនុស្សយើងគឺប្រៀបដូចជាផ្កានិងស្លឹកឈើអញ្ចឹងពេលដែលខ្ញុំនៅជាស្លឹកឈើគឺលូតលាស់យ៉ាងស្រស់បំព្រងនៅរដូវផ្ការីពេលរដូវក្តៅមកដល់ក៏ត្រូវទ្រាំទ្រនឹងទឹកភ្លៀងបោកបក់ពេលរដូវស្លឹកឈើជ្រុះមកដល់ក៏រោយរុះទៅតាមទឹកសន្សើមត្រជាក់ចុះចំណែកជីវិតពួកយើងវិញមិនដូចគ្នានេះទេការមិនអាចរីកស្រស់ស្អាតបានជារៀងរហូតទេហើយមនុស្សយើងក៏គង់តែមានថ្ងៃចាស់ជរាដូចគ្នារដូវរងាបានមកដល់ម្ដងទៀតហើយពីមុនតែងតែឃើញលោកតានិងលោកយាយបោសព្រើនៅមុខផ្ទះសង់រូបមនុស្សព្រើហើយអ្នកទាំងពីរនៅលេងចោលព្រើដាក់គ្នាទៀតប៉ុន្តែរដូវរងាឆ្នាំនេះលោកតាបែរជាស្លៀកសម្លៀកបំពាក់កាន់ទុកពិតភ្នែកយ៉ាងស្ងប់ស្ងាត់ទៅវិញទីបំផុតលោកតាក៏បានចាក់ចេញទៅហើយលោកយាយមុនពេលទៅបានយកសម្លៀកបំពាក់ដែលគាត់និងលោកតាទិញឲ្យកូនយកទៅដុតបញ្ជូនទៅឲ្យលោកតាទាំងអស់ហើយគាត់ក៏មិនភ្លេចប្រាប់ផ្ដាំថាមួយណាជាខោអាវរដូវរងាមួយណាជាខោអាវរដូវក្តៅប្រាប់លោកតាថាពេលទៅដល់ទីនោះត្រូវចេះមើលថែខ្លួនឯងជាមុនសិននិងមើលថែកូនរបស់ពួកគាត់ផងបើមិនអញ្ចឹងទេខ្ញុំមិនចង់ធ្វើជាសង្សារអ្នកទៀតទេនោះគឺជាការងារស៊ីឈ្នួលមែនទេអតីតសង្សារដ៏ពិសេសម្នាក់នោះតើនៅតែជាម្នាក់នោះទេចុះបើពេលណាអ្នកឆ្លងកាត់មិនរួចសុំមើលមុខខ្ញុំបន្តិចទៅពេលនោះអ្នកត្រូវប្រាប់ខ្ញុំឲ្យបានច្បាស់ថាអ្នកគ្រប់ប៉ុណ្ណាទៅលោកយាយចេះតែបន្តនិយាយនៅមុខភ្នោលោកតារហូតដល់សម្លៀកបំពាក់ឆេះខ្លាយជាភេទទាំងអស់ទើបលោកយាយប្រាប់លោកតាថាគាត់ហត់ហើយសុំត្រឡប់ទៅផ្ទះមុនហើយបើនៅទីនោះរងាត្រូវតែទ្រាំឲ្យបានណារងចាំគាត់ទៅរកលោកតាប៉ុន្តែលោកយាយទើបតែដើរបានប៉ុន្មានជំហានក៏ងាកមកមើលភ្នោលោកតាម្ដងទៀតគាត់ក៏ចាប់ផ្ដើមទ្រាំលេងបានហើយយំសោកបោកខ្លួនគាត់ពិតជាមិនដឹងទេថាគាត់គួររស់នៅម្នាក់ឯងដោយរបៀបណាដោយសារតែកន្លងមកនេះលោកយាយមិនដែលបែកពីលោកតាសំបីតែម្ដងថ្ងៃអនាគតទៅមុខទៀតគាត់គួរធ្វើយ៉ាងណាបើនៅតែម្នាក់ឯងនោះលើកនេះលោកយាយយំដូចជាក្មេងដែលត្រូវគេបោះបង់ចោលអញ្ចឹងកាលពី70ឆ្នាំមុនក៏ជារាត្រីដែលមានព្រឹកធ្លាក់ខ្លាំងដូចនេះដែរលោកតាបានរៀបការនាំលោកយាយមកផ្ទះចាប់ពីពេលនោះមកពួកគាត់ទាំងពីរក៏រួមរស់នៅជាមួយគ្នាប៉ុន្តែពេលនេះព្រឹកនៅតែធ្លាក់ខ្លាំងដដែលតែបែរជាលោកយាយជាអ្នកជូនដំណើរលោកតាចាក់ចេញទៅវិញ